បងប្អូនអើយកូនពៅមិនដឹងគិតអីថ្ងៃនេះឧស្សាហ៍បោកខោអាវទៅពេលបោកទៅពេលនោះខ្ញុំទៅលេចទៅក្រោយជោមមនだね。ឃើញអ្នកម្ដាយយកមនចូលថាម៉ែយកមនយកធ្វើអីក៏ថាយកម្ហូបជោមថ្ងៃនេះលៀបធំអើយឆ្ងាញ់មាត់ទៀតហើយទៅពេលហើយឃើញពុកពុចអស់លីងហើយអង្គយោមកដល់ពេលបាយអីរួចហើយមានណាគេប្រើឲ្យទៅធ្វើការកូនពៅដែលចេះធ្វើការផងតែវាមិនអីទេយូរមកផ្ទះម្ដងគេឲ្យធ្វើអីយើងធ្វើនឹងទៅដើម្បីជួយការងារម៉ាក់ប៉ាខ្លះអញ្ចឹងណាដល់ពេលឃើញបងគុយស្មានតែជីកអីខ្ញុំដល់មកសួរគាត់ថាបងឯងជីកអីហ្នឹងគាត់ទៅពេលនោះគាត់ឆ្លើយថាអូឃើញខ្ញុំជីកអីហ្នឹងហើយអញសួរអីកើតដល់ពេលខ្ញុំសួរមួយទៀតថាបងបើសិនជាបងជីកឃើញចំមាសបងឯងយកទៅណាគាត់ថាម្ដុំនេះអើយមានមាសនោះគាត់ថាបានហើយកុំនិយាយច្រើនប្រញាប់ទៅធ្វើការទៅនោះធ្វើខាងនោះទៅឯងកុំនិយាយច្រើនពេកដល់ពេលនោះមានណាខ្ញុំជីកអត់បងអង្គដែរទេជីចូលតែម្ដងហើយពេលនោះខ្ញុំសួរទៅបងទៀតថាបងជីកចឹងហើយមិនធ្វើការយូរខ្ញុំថាហើយមិនទិញម៉ាស៊ីនស្វានមួយទៅគាត់ថាមានលុយណាទិញខ្ញុំសួរ Berlin Search ថាហើយមិនទិញយន្តហោះមួយហើយយកម៉ាស៊ីនស្វាននោះចាក់ពីលឺមកស្វានយកនោះផ្លេតហើយបាត់ទៅហើយគាត់ថាមានណាយន្តហោះណាចេះស្វានដៃទេបើគេចេះស្វានដៃគេប្រើតាំងពីយូរហើយខ្ញុំថាអូបងឲ្យលើកបច្ចេកវិទ្យាកាន់តែខ្ពស់គេចង់ធ្វើអីក៏បានដែរគាត់ថាគ្មានទេបងអូនឯងនឹងចេះតែនិយាយឲ្យហ្មងខ្ញុំថាបងឯងអត់ដឹងបងឯងចេះតែថាឲ្យខ្ញុំពេលនោះមានណាប្រកេកចុះប្រកេកឡើងមានឈ្នះបងណានិយាយទៅនិយាយរួមទៅគាត់ជាអីក៏ត្រូវខ្ញុំវិញឡើងគៀងហ្មងបងប្អូនអើយបងប្អូនដឹងអត់ថាពេលនោះឥឡូវតែនិយាយច្រើនពេកគាត់ថាអូអូនឯងជ្រៅមកហើយមិនយកបង្គោលបងដាំហ្មងទៅខ្ញុំថាភ្លេចជាច្រើនពេកភ្លេចចូលគល់បងដាំអញ្ចឹងខ្ញុំក៏ទៅយកគល់បងមកដាំហ្មងដាំចូលដាំឡងជីកត្រូវហើយកប់ដៃកប់អត់បានប្រមាណផងគាត់ថាអូនឯងកប់អញ្ចឹងមិនជួបខ្ញុំថាកប់អញ្ចឹងជួបយកស័យរុកចូលតិចមកជួបបានហើយខ្ញុំធ្វើទៅជាតេស្តណាបងខ្ញុំថាតេស្តអីអូនគេធ្វើអញ្ចឹងរាល់ដង